ទឹកផ្លែឈើរក្សារាងបងប្អូនតើបងប្អូនណាខ្លះធ្លាប់បានភ្លក់រសជាតិទឹកផ្លែឈើនឹងហើយនៅបើសិនជាធ្លាប់ភ្លក់ហើយចាំជួយប្រាប់ផងបងប្អូនដាក់អីខ្លះនៅក្នុងទឹកផ្លែឈើនឹងជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមមកបង្ហាញអំពីការធ្វើទឹកផ្លែឈើដែលខ្ញុំញ៉ាំរាល់ព្រឹកចឹងណានៅក្នុងហ្នឹងអីដែលអត់អំបានហ្នឹងគឺខ្ញីជាមួយនឹងក្រូចឆ្មាហើយនឹងក្រូចពណ៌លឿងបន្ទាប់មកបងប្អូនអាចលាយជាមួយនឹងផ្លែឈើដែលបងប្អូនមានហើយជាមួយនឹងបន្លែដូចជា celery អីចឹងណាខ្ញុំធម្មតាខ្ញុំដាក់ថែម celery ទៀតបានរឹតតែល្អប៉ុន្តែដោយសារថ្ងៃនេះខ្ញុំភ្លេចចឹងទៅខ្ញុំមានតែប៉ុណ្្នឹងខ្ញុំដាក់តែប៉ុណ្្នឹងឯងហើយដាក់ខ្ញីរៀងច្រើនតិចដាក់ជាមួយនឹងក្រូចឆ្មារៀងច្រើនដែរនិយាយរួមទៅទឹកផ្លែឈើនេះវាដូចតែទឹកផ្លែឈើដែលយើងឲ្យគេកិនញ៉ាំធម្មតាដែរប៉ុន្តែរសជាតិវាអត់សូវផ្អែមឆ្ងាញ់ដូចទឹកផ្លែឈើធម្មតាដោយសារតែវាមានជាតិរំខានអំពីខ្ញីជាមួយនឹងក្រូចឆ្មាអញ្ចឹងព្រោះវត្ថុទាំងពីរហ្នឹងឯងដែលជួយធ្វើឲ្យកាត់ជាតិខ្លាញ់នៅក្នុងខ្លួនយើងបានល្អអញ្ចឹងណាហើយបើសិនជាបងប្អូនមានល្មៀតហើយក៏មានដូចថាទឹកខ្មុំអញ្ចឹងបងប្អូនបន្ទាប់ពីកិនហើយបងប្អូនអាចលាយញ៉ាំពេលព្រឹកជាមួយនឹងមួយកូនកែវដែលយើងញ៉ាំហ្នឹងអញ្ចឹងណាបងប្អូនហើយទឹកផ្លែឈើនេះដែរបើសិនជាបងប្អូនចង់បានរាងស្អាតបងប្អូនអាចនិយាយថាការពារការញ៉ាំកាត់បន្ថយរឿងញ៉ាំខ្លាញ់ច្រើនអញ្ចឹងបងប្អូនអាចតមបានទឹកផ្លែឈើនេះខ្ញុំធានាហ្មងក្នុងមួយខែអាចស្រក់បាន4ទៅ5គីឡូបើសិនជាបងប្អូនកាត់បន្ថយការញ៉ាំក្នុងមួយថ្ងៃតែម្ដងអញ្ចឹងហើយញ៉ាំទឹកផ្លែឈើនឹងរាល់ព្រឹកប៉ុន្តែអត់សូមណែនាំចំពោះអ្នកដែលគាត់មានបញ្ហាកាពះហេព្រោះអីទឹកផ្លែឈើនេះមានដូចទឹកផ្លែឈើធម្មតាវាលាយជាមួយនឹងជាតិរាងខ្លាំងដែរឧទាហរណ៍ដូចជាខ្ញីហើយនិងក្រូចឆ្មាអញ្ចឹងណាវាដូចតែមានជាតិកាត់ខ្លាំងអញ្ចឹងវាអាចធ្វើឲ្យប៉ះពាល់សម្រាប់អ្នកដែលគាត់ឈឺកាពះអញ្ចឹងណាប៉ុន្តែអ្នកដែលកាពះធម្មតាញ៉ាំរាល់ព្រឹកគឺធានាល្អមែនទែនបងប្អូនជាពិសេសសម្រាប់អ្នកដែលអត់សូវមានពេលហាត់ប្រាណដូចខ្ញុំអញ្ចឹងទៅទឹកផ្លែឈើនេះវាអាចជួយយើងមកចំណែកដែរនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង